ធីវេតរីនៅចប់ឲ្យចេះឲ្យមានការងារខ្ញុំបាទឡែមកំឡុងធ្វើបានហើយយុវជនឡែមកំឡុងមកពីគ្រួសារកសិករដោយសារមិនទាន់មានចំណេះដឹងជំនាញពិតប្រាកដដើម្បីធ្វើការងារជាមូលហេតុមិនអាចបន្តការសិក្សាក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិតាំងពីឆ្នាំ2022បន្ទាប់ពីបានទទួលដំណឹងស្ដីពីការជ្រើសរើសយុវជនគោលដៅមកពីគ្រួសារក្រីក្រគ្រួសារងាយរងហានិភ័យនិងយុវជនទូទៅឲ្យចូលរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស C1 1,500,000 នាក់នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបមកយុវជនឡែមកំឡុងបានចូលរៀនជំនាញ Graphic Design រយៈពេល4ខែបានបញ្ចប់យ៉ាងជោគជ័យក្នុងឆ្នាំ2025និងទទួលបានការងារធ្វើនៅសហគ្រាសមួយកន្លែងដែលអាចរកប្រាក់ចំណូលបានជាប្រចាំខែដោយបំណងប្រាថ្នាវគ្គ C1 1,500,000 នាក់របស់រាជរដ្ឋាភិបាលនេះបានចូលរួមផ្លាស់ប្ដូរអនាគតយុវជនកម្ពុជាជាច្រើនអ្នកក្នុងការរៀនជំនាញនិងមានការងារធ្វើជំរាបសួរខ្ញុំបាទឈ្មោះឡែមកំឡុងមានអាយុ20ឆ្នាំរស់នៅភូមិបាក់អង្រុតឃុំកោកធ្លូក្រោមស្រុកជីក្រែងខេត្តសៀមរាបខ្ញុំបាទបានបញ្ចប់ការសិក្សាវគ្គ C1 1.5 លាននាក់រយៈពេលខ្លី4ខែលើជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាខ្ញុំបានរៀននិងប្រឡងបញ្ចប់វគ្គនេះនៅខែកុម្ភៈឆ្នាំ2025ក្រោយបញ្ចប់ការសិក្សាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបានបញ្ជូនសិក្ខាកាមសិស្សនិស្សិតឲ្យចុះតាមសហគ្រាសក្រុមហ៊ុនឯកជននិងរដ្ឋដើម្បីធ្វើកម្មសិក្សាជាពិសេសជាងនេះទៅទៀតវិទ្យាស្ថានបានបញ្ជូនខ្ញុំឲ្យមកធ្វើកម្មសិក្សានៅហាង CPO Print ខ្នាតធំដែលមានទីតាំងស្ថិតនៅជាប់ស្តុបផ្សារក្រោមក្នុងក្រុងសៀមរាបក្រោយបញ្ចប់កម្មសិក្សារយៈពេល1ខែម្ចាស់ហាង CPO Print ខ្នាតធំបានទទួលយកខ្ញុំធ្វើជាបុគ្គលិកពេញសិទ្ធិរហូតមកដល់បច្ចុប្បន្នជំរាបសួរក្នុងនាមខ្ញុំជាម្ចាស់ហាង CPO Print នាងខ្ញុំពិតជាពេញចិត្តចំពោះបងប្រុសឡែមកំឡុងដែលជាសិស្សវគ្គ 1,500,000 នាក់របស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបដែលគាត់ជាសិស្សដែលមានចំណេះដឹងជំនាញឥរិយាបថល្អក្នុងការធ្វើការងារជាពិសេសគាត់គឺជាសិស្សដែលប្រឹងប្រែងធ្វើការងារដែលហាងបានដាក់ជូនគាត់ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតវគ្គនេះឡើងដើម្បីជួយដល់យុវជនកម្ពុជាទាំងអស់គ្រួសារក្រីក្រគ្រួសារងាយរងហានិភ័យក៏ដូចជាម្ចាស់អាជីវកម្មដែលត្រូវការអ្នកដែលមានជំនាញពិតប្រាកដក្នុងការធ្វើកិច្ចការងារខ្ញុំបាទពិតជាមានអារម្មណ៍សប្បាយរីករាយរំភើបចំពោះវគ្គ C1 1.5 លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្កើតវគ្គនេះឡើងសម្រាប់ប្រជាជនកម្ពុជាទាំងអស់ដែលជួបការលំបាកដោយខ្វះចំណេះជំនាញពិតប្រាកដមួយសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ជើញមកដាក់ពាក្យចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបដោយឥតបង់ថ្លៃ 100% និងទទួលបានប្រាក់ឧបត្ថម្ភ 28,000 រៀលក្នុងមួយខែក្នុងលក្ខខណ្ឌពុកម៉ែបងប្អូនទាំងអស់គ្នាមានបានសម្បត្តិបានក្រីក្រនិងបានងាយរងហានិភ័យធីវេតរីនៅចប់ឲ្យចេះឲ្យមានការងារខ្ញុំបាទឡែមកំឡុងធ្វើបានហើយជាវេបន្ទាប់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបដែលមានទីតាំងស្ថិតនៅខាងកើតផ្សារសាមគ្គីទល់មុខក្រុមហ៊ុនវីរៈប៊ុនឋានក្រុងសៀមរាបឥឡូវនេះដើម្បីទទួលបានព័ត៌មានបន្ថែមសូមអរគុណ